ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះគឺយើងមកបន្តភាសារឿងទូលីពេជ្រយើងទៀតណានៅពេលដែលលោកលាវក៏សួរបែបនោះទៅកាន់យីយ៉នក៏បានអង្គុយក្តោបដៃខ្លួនឯងនឹងទាំងញ័រហើយបានជាលោកក៏រំលឹករឿងនេះទៀតហើយលោកលាវក៏បានរៀបរាប់ប្រាប់ទៅកាន់យីយ៉នទៅគឺនៅ Phantom មានសិល្បករជាង20នាក់ប៉ុន្តែមានតែ 3-4 នាក់ទេដែលអាចរក្សាវិចិត្រករឲ្យបើកចំហនិងរីកចម្រើនបានដើម្បីរក្សាការប្រកួតប្រជែងជាមួយនឹងវិចិត្រសាស្ត្រធំកន្លែងតូចមួយដោយរបស់ពួកយើងត្រូវបានស្វែងរកវិចិត្រករដើម្បីបង្កើតភាពច្នៃប្រឌិតថ្មីបន្ថែមទៀតវាគឺជារឿងសំខាន់សម្រាប់សិល្បករដែលមានស្រាប់របស់យើងផលិតស្នាដៃល្អៗប៉ុន្តែដំណើរការនៃការច្នៃប្រឌិតមិនធានានៅលទ្ធផលដែលស៊ីសង្វាក់គ្នាទេហើយយើងក៏មិនដឹងច្បាស់ពីអារម្មណ៍សាធារណជនចំពោះគម្រោងណាមួយនោះទេដូច្នេះយើងមិនអាចពឹងផ្អែកលើរឿងនោះតែម្នាក់ឯងបានឡើយប៉ុន្តែជាអកុសលនៅក្នុងទីផ្សារសិល្បៈសពថ្ងៃនេះតម្លៃនៃវត្ថុមួយដុំបានជះឥទ្ធិពលដល់យុទ្ធសាស្ត្រទីផ្សារនិងអាជីវកម្មយីយ៉នក៏បានគិតថាលោកលាវអត់និយាយលឿនទេប៉ុន្តែក៏ស្ដាប់អត់ទាន់ទេហើយគាត់ក៏ឆ្ងល់ដែរមិនលោកលាវនឹងប្រាប់រឿងទាំងអស់ហ្នឹងមកកាន់គាត់ជាការពិតណាស់ដែលថាហិរញ្ញវត្ថុរបស់ Phantom មានស្ថិរភាពរយៈពេល1ឆ្នាំឬ2ឆ្នាំចុងក្រោយនេះតែក៏គួរតែអរគុណទៅដល់ស៊ូនិងសិល្បករល្បីៗផ្សេងទៀតរបស់យើងប៉ុន្តែយើងមិនទាន់អាចរកឃើញសិល្បករថ្មីណាម្នាក់ដែលអាចដើរតាមគន្លងរបស់ពួកគេបាននោះទេនៅតែវ៉ាដាច់ពួកគេដូច្នេះហើយយើងសង្ឃឹមថាឯងនឹងក្លាយជាសិល្បករប្រភេទនោះយីយ៉នហើយអ្នកដឹកនាំហាងហ្នឹងក៏បានវាយទៅកាន់លោកលាវម្ដាយណាហើយក៏បាននិយាយទៅកាន់យីយ៉នវាស្ដាប់ទៅដូចជាលោកលាវហ្នឹងកំពុងតែនិយាយពីទស្សនៈអាជីវកម្មសរសើរពេកហើយប៉ុន្តែអ្វីដែលគាត់ចង់មានន័យនោះគឺគាត់បានមើលឃើញសក្តានុពលជាច្រើនរបស់ឯងអូមែនចុះគំនូរដែលឯងបានគូកាលពីមុនតើឥឡូវហ្នឹងលោកលាវគឺជាម្ចាស់របស់វាមែនអ្នកដែលឈ្នះពានរង្វាន់ក្នុងការប្រកួតគាត់បានកាន់វាទុកយូរមកហើយខ្ញុំបានរកឃើញថាវាពិតជាគួរចាប់អារម្មណ៍តែទោះជាយ៉ាងណាក៏ដោយខ្ញុំមិនបានដឹងទេថាវាគឺជារបស់ឯងនៅពេលនោះយីយ៉នណាក៏បានប្រាប់ទៅខ្ញុំបានគូវាយូរមកហើយវាមានរយៈពេលជាង5ឆ្នាំហើយចាប់តាំងពីខ្ញុំទៅតែកាន់ជក់មកម្លេះហើយក្រៅពីស្នាដៃនោះអ្នកដឹកនាំហាងដែលឃើញស្នាដៃផ្សេងទៀតរបស់ខ្ញុំទេហើយលោកលាវក៏បាននិយាយកាត់ទៅប្រសិនបើនរណាម្នាក់ត្រូវការស្នាដៃទាំងមូលដើម្បីវាស់ស្ទង់ទេពកោសល្យឬសក្តានុពលរបស់វិចិត្រករពួកគេប្រហែលជាមិនគូឬធ្វើអាជីវកម្មជួញដូរសិល្បៈនោះទេមានលក្ខណៈអួតអាងបន្តិចមែនមិនដែលអ្វីដែលខ្ញុំចង់មានន័យនោះគឺរូបគំនូរមួយនោះលើសពីគ្រប់គ្រាន់ទៅហើយជាពិសេសចាប់តាំងពីឯងបានគូវានៅពេលដែលឯងមានអាយុទៅតែ16ឆ្នាំប៉ុណ្ណោះអ្នកដឹកនាំហាងក៏បានយល់ស្របជាមួយនឹងលោកលាវគាត់និយាយបែបនេះក៏ព្រោះតែគាត់ចង់មានន័យថាយីយ៉នមិនចាំបាច់មានអារម្មណ៍ថាខ្លួនឯងមានកំហុសចំពោះការមិនគូររូបឥឡូវនេះទេប៉ុន្តែប្រសិនជាឱកាសមកដល់ហើយឯងចង់ខ្ញុំពិតជាសង្ឃឹមថាឯងនឹងចាប់ផ្ដើមគូរគំនូរម្ដងទៀតព្រោះខ្ញុំដឹងថាឯងមានសមត្ថភាពប៉ុណ្ណាយីយ៉ននិយាយចឹងឯងបានចាំរូបគំនូរដែលឯងគូររូបខ្ញុំកាលពីនៅតូចកាលពីខ្ញុំនៅបង្រៀនឯងខ្ញុំនៅរៀនមហាវិទ្យាល័យប៉ុន្តែខ្ញុំបានរៀបការរួចហើយតើរឿងហ្នឹងវាគួរឲ្យភ្ញាក់ផ្អើលខ្ញុំបានជួបស្វាមីរបស់ខ្ញុំនៅក្នុងបរិវេណសាលាខ្ញុំបានឃើញស្នាដៃរបស់គាត់ហើយគិតថានេះគឺជាសិល្បករពិតប្រាកដម្នាក់មុនពេលខ្ញុំដឹងថាខ្ញុំចង់និយាយចែកម្លែកស្នាដៃរបស់គាត់ទៅកាន់ពិភពលោកច្រើនជាងការងាររបស់ខ្ញុំទៅទៀតព្រោះយើងយល់ថាពួកយើងទាំងពីរយល់ពីពិភពលោកគ្នាទៅវិញទៅមកច្រើនជាងអ្នកដទៃដូច្នេះពួកយើងបានរៀបការទោះបីជាដឹងថាគ្រួសាររបស់យើងទាំងពីរប្រឆាំងនឹងវាក៏ដោយហើយនៅពេលនោះគឺខ្ញុំបានបង្រៀនឯងរឿងរបស់យើងនឹងក៏បានកាត់មកពេលដែលអ្នកដឹកនាំហាងបានបង្រៀនយីយ៉នអ្នកដឹកនាំហាងក៏បាននិយាយទៅកាន់យីយ៉នតែឯងចំណាយពេលរបស់ឯងគូររូបទៀតហើយមែនហើយដៃរបស់ឯងនឹងអត់ហត់ទេយីយ៉ននិយាយស្មោះត្រង់ទៅខ្ញុំពិតជាមិនមានអ្វីច្រើនបង្រៀនឯងនៅពេលនោះទេវាស្ថិតនៅក្នុងឈាមរបស់ឯងចាប់តាំងពីឪពុកម្ដាយរបស់ឯងទាំងពីរជាសិល្បករហើយឯងមានកែវភ្នែកដ៏អស្ចារ្យសម្រាប់រូបរាងនិងសម្ភារៈដែលដោះស្រាយបានយ៉ាងងាយស្រួលប៉ុន្តែច្រើនជាងអ្វីៗទាំងអស់ឯងគ្រាន់តែចូលចិត្តការគូរគំនូរជាជាងការផ្ដោតលើបច្ចេកទេសខ្ញុំបាននាំឯងចេញទៅខាងក្រៅដើម្បីគូររូបនិងបង្ហាញឯងអំពីរឿងថ្មីៗខ្ញុំអាចមើលឃើញពីភាសាឡើងរបស់ឯងនៅក្នុងល្បឿនលឿនដ៏គួរឲ្យភ្ញាក់ផ្អើលនៅរៀងរាល់សប្តាហ៍នៅពេលនោះការបង្រៀនឯងគឺជារឿងតែមួយគត់ដែលផ្ដល់ឱកាសឲ្យខ្ញុំមានដង្ហើមឡើងវិញវាគឺជាផ្នែកមួយនៃជីវិតរបស់ខ្ញុំដែលបាននាំខ្ញុំមកទន្ទឹមនឹងនេះដែរស្វាមីរបស់ខ្ញុំគាត់កាន់តែមានភាពតានតឹងជាមួយនឹងមនុស្សដែលមានប្រតិកម្មចំពោះការងាររបស់គាត់យើងឆ្លោះប្រកែកគ្នាច្រើនណាស់ដោយសារតែវាហើយពេលនោះពួកយើងបានឆ្លោះគ្នាម្ដងទៀតមុនពេលឯងចាប់ផ្ដើមមេរៀនខ្ញុំព្យាយាមមិនបង្ហាញវាទេតែខ្ញុំគិតថាឯងនឹងអាចមើលឃើញវាតាមរយៈខ្ញុំឯងបានប្រាប់ខ្ញុំថាឯងគូររូបរបស់ខ្ញុំគិតថាតាំងពីឯងនៅក្មេងមកឯងនឹងគូររូបខ្ញុំដើម្បីលើកទឹកចិត្តរបស់ខ្ញុំប៉ុន្តែបន្ទាប់មកខ្ញុំបានឃើញគំនូរនឹងហើយគិតថានោះគឺជាទឹកមុខដែលខ្ញុំបានធ្វើហើយឯងពិតជាបានសម្លឹងមើលខ្ញុំយ៉ាងដិតដល់មែនទេមើលទៅកូរ៉ាពិតជាបារម្ភពីខ្ញុំខ្លាំងហើយអ្នកដឹកនាំហាងក៏បាននិយាយអរគុណទៅកាន់យីយ៉នវិចិត្រករតូចរបស់ខ្ញុំដឹងថាឯងបាននិយាយវាតាមរយៈការគូរគំនូរក៏ព្រោះតែវាគឺជាមធ្យោបាយតែមួយគត់ដែលឯងអាចធ្វើបានដោយសារតែឯងទឹកខ្ញុំបានចែកម្លែកភាសានោះទៅកាន់ពិភពលោកទាំងមូលហើយខ្ញុំក៏បានចាក់ចែងទៅហុងកុង
ជាមួយនឹងស្វាមីរបស់ខ្ញុំនៅទីបញ្ចប់អ្វីៗក៏មិនដំណើរការទៅដោយរលូនទេហើយពួកយើងក៏បានលេងដែរគ្នាយ៉ាងណាក៏ដោយខ្ញុំដឹងថាការមិនគូគំនូវានឹងមិនសម្លាប់ឯងទេប៉ុន្តែខ្ញុំសង្ឃឹមថាឯងនឹងសួរខ្លួនឯងដោយស្មោះត្រង់ថាតើការគូគំនូគឺជាអ្វីដែលឯងត្រូវការឬអត់ដើម្បីក្លាយជាសាយយន្តដ៏ពិតប្រាកដណាយីយ៉នណាក៏បានអរគុណទៅកាន់អ្នកដឹកនាំហានដែលនិយាយដូចនេះណាហើយនឹងចែកម្លែករឿងរបស់គាត់នឹងមកកាន់យីយ៉នប៉ុន្តែខ្ញុំគិតថាខ្ញុំអាចគូររូបម្ដងទៀតបានទេចាប់តាំងពីខ្ញុំបោះបង់ចោលវាមកក្តីស្រឡាញ់និងចំណង់ចំណូលចិត្តដែលខ្ញុំមានចំពោះវាបានរសាត់បាត់ទៅអស់ដោយឯងខ្ញុំមិនអាចសម័យឃើញខ្លួនឯងគូគំនូបានទៀតទេអ្នកដឹកនាំហានណាក៏បានតបទៅកាន់យីយ៉នមិនអីទេអរគុណសម្រាប់ការនិយាយដោយស្មោះត្រង់ខ្ញុំដឹងថារឿងនេះវានឹងកើតឡើងមែនខ្ញុំប្រកាសណាថាឯងបាននំរៀបគំនិតរបស់ឯងហ្នឹងអំពីការគូគំនូរួចហើយតែទោះជាយ៉ាងណាតើឯងអាចសុខចិត្តគិតអំពីវាបន្តិចទៀតបានទេយីយ៉នក៏កំពុងតែគិតហ្នឹងលោកលាវបានហៅយីយ៉នឲ្យសាកល្បងអានេះមើលលោកលាវក៏ថាហ្នឹងគឺជាប៉ាស្ទីហាំងវ៉ាដែលជាផ្អែមប្រពៃណីផលិតដោយសិល្បករមានជំនាញហើយគាត់ក៏បានហុចវាឲ្យទៅកាន់យីយ៉នក៏ទទួលយកទៅហើយមេឃនៅខាងក្រៅហ្នឹងកំពុងតែភ្លៀងទៀតហើយអ្នកដឹកនាំហានក៏បាននិយាយថាលោកលាវហ្នឹងមិនមែនជាជនជាតិកូរ៉េទេប៉ុន្តែនិយាយដូចជាអ្នកមានជំនាញអញ្ចឹងលោកលាវក៏បានតបទៅគឺមិនមែនដោយសារសញ្ជាតិទេប៉ុន្តែខ្ញុំគឺជាជនជាតិហុងកុង1/4និងជាជនជាតិអង់គ្លេស1/4និងជាជនជាតិកូរ៉េពាក់កណ្ដាលដូច្នេះឯងអាចចាត់ទុកខ្ញុំថាគឺជាជនជាតិកូរ៉េបានហើយអ្នកដឹកនាំហានក៏បានសើចហើយក៏បានតបទៅកាន់លោកលាវឯងមិនបានធំធាត់នៅទីនេះទេប៉ុន្តែឯងអាចនិយាយបានដោយអ្នកស្រុកនេះដែរហើយទូរស័ព្ទអ្នកដឹកនាំហានក៏បានលើឡើងលោកយុនក៏ជាអ្នកខំមកហើយក៏បានលើកដើរចេញទៅក្រៅហើយយីយ៉នក៏ពងអង្គុយញ៉ាំនំហ្នឹងក៏បានគិតដែរគាត់បានភ្លក់រសជាតិនំហ្នឹងគ្រប់ស្រទាប់ទាំងអស់ហើយវាមានជាតិផ្អែមតែបន្តិចបន្តួចទេហើយវាគឺពិតជាឆ្ងាញ់ណាលោកលាវក៏ឃើញយីយ៉នម៉ែមហ្នឹងក៏បានសួរទៅកាន់យីយ៉នទាំងស្នាមញឹមណាតែឯងនឹងស្ដាយក្រោយមែនប្រសិនបើឯងចាក់ចេញទៅដោយមិនបានភ្លក់វាយីយ៉នគ្នាឡើងមុខក្រហមមកហើយពីរអ្នកណាក៏បានចាញ់មកដល់ខាងក្រៅហើយអ្នកដឹកនាំហានក៏បានប្រាប់ទៅកាន់យីយ៉នថាគាត់នឹងឈប់នៅកន្លែងណាមួយដូច្នេះហើយយីយ៉នទៅរកកន្លែងណាសម្រាប់សិនទៅយីយ៉នក៏បានឆ្លើយយកព្រោះហើយឡានមកអ្នកដឹកនាំហានក៏បានបើកចេញទៅអ្នកទាំងពីរបានឈរនៅជិតគ្នានឹងមកសតុស្ងាត់អត់មាននិយាយអីទេហើយយីយ៉នក៏បានធំខិនរបស់លោកលាវនឹងម្ដងទៀតហើយយីយ៉នក៏គិតថាខ្លួនឯងនឹងដូចជាមនុស្សវិកលចរិតអញ្ចឹងឈប់ធំខិនលោកលាវទៀតទៅហើយយីយ៉នក៏បានអរគុណទៅកាន់លោកលាវសម្រាប់អាហារពេលល្ងាចហើយលោកក៏មិនបាច់ជួខ្ញុំទៅជាមួយទេខ្ញុំគ្រាន់តែដើរបន្តិចដើម្បីបន្ធូរអារម្មណ៍រួចជិះឡានក្រុងទៅបានហើយអញ្ចឹងហើយមើលថែខ្លួនផងណាយីយ៉នក៏រៀបនឹងដើរចេញទៅហើយប៉ុន្តែលោកលាវក៏បាននិយាយទៅកាន់យីយ៉នណាខ្ញុំមានគម្រោងចង់ផឹកស្រាហើយនឹងដោះស្រាយជាមួយនឹងគំនិតរបស់ខ្លួនឯងតើឯងចង់ចូលរួមជាមួយនឹងខ្ញុំដែររួចពីរនាក់ហ្នឹងក៏នៅឈរស្លឹងមកមុខគ្នាអញ្ចឹងណាក៏ពោលតែគេអត់ដឹងនិយាយអីហើយសាច់រឿងរបស់យើងហ្នឹងក៏បានកាត់មកដល់កន្លែងញ៉ាំស្រាយីយ៉នបានស្លឹងមើលជុំវិញហ្នឹងណាហើយក៏បានគិតដែរកន្លែងហ្នឹងគឺអត់ឆ្ងាយពីផ្ទះបងប្រុសហ្មងទេហើយផ្ទះលោកលាវក៏នៅជុំវិញនេះដែរគួរឲ្យចង់សើចតែខ្ញុំមិនបានដឹងថាពួកយើងទាំងអស់គ្នានៅផ្ទះជិតគ្នាអញ្ចឹងសោះក៏បានសួរទៅកាន់យីយ៉នណាបើកាលណាបើសិនបើគាត់ជួបបរិយយីយ៉នក៏មិនថាអីដែរធ្វើអីធ្វើតែលោកលាវក៏បានទាញបរិយយកមកជួបហើយលោកលាវក៏បាននិយាយទៅកាន់យីយ៉នមើលទៅយីយ៉នហ្នឹងមានពេលវេលាល្អច្រើនណាជាមួយនឹងដុកទ័រឈួយយីយ៉នគ្នានឹងភ្ញាក់ហ្មងដោយសារតែគ្នាដឹងអីហុងហើយលោកលាវក៏បានបន្តនិយាយទៀតប្រុសស្លាញ់ប្រុសបែបហ្នឹងគឺខ្ញុំស្បត់ចំពោះមុខព្រះហ្មងពីដំបូងឡើយហ្នឹងឯងបានបដិសេធគាត់ក៏ព្រោះតែឯងមានផែនការមួយផ្សេងទៀតបន្តមកក៏បានហៅឯងទៅជួបហើយឯងក៏បានទៅជួបគាត់មែនហើយវាក៏ជាការប្រសើរដែរមនុស្សមិនមែនតែងតែដោយអ្វីដែលពួកគេមើលឃើញនោះទេគ្រាន់តែនរណាម្នាក់មើលទៅពួកគេហាក់ដូចជាស្ងៀមស្ងាត់តែមិនមែនមានន័យថាពួកគេបង្ងើយកន្តើយនឹងរឿងនោះទេប្រហែលជាខ្ញុំមើលស្រាលឯងហើយយីយ៉នខ្ញុំគិតថាឯងឆោតល្ងងជាងការពិតទៅទៀតនៅថ្ងៃនោះដំបងឡើយឯងធ្វើពុតដូចជាមិនដឹងអ្វីទាំងអស់ប៉ុន្តែមើលទៅឯងហាក់ដូចជារីករាយនឹងវាដល់ហើយលោកលាវនឹងនិយាយពីចង្អាយខ្លាចគេស្ដាប់អត់លឺអញ្ចឹងទៅក៏យកដៃទៅដាក់លើកភ្លៅគេហើយអោនទៅនិយាយចិត្តជាគេណាតែឯងចាំមកនៅពេលដែលមាត់របស់ខ្ញុំនៅលើទ្រូងរបស់ឯងហើយនឹងឯងបានប៉ះចំអកតូចរបស់ខ្ញុំហ្មងហើយតែឯងធ្វើបែបនោះឲ្យជាមួយនឹងមនុស្សប្រុសដទៃទៀតយីយ៉នក៏បានត្រឹមតែសម្លឹងទៅកាន់លោកលាវនោះទេហើយគាត់ក៏បានកើក្នុងចិត្តដែរលោកលាវក៏មិនបាននិយាយដើម្បីឆោតប្រកាន់ខ្ញុំនោះទេប៉ុន្តែស្ដាប់ទៅគួរតែឲ្យខ្ញុំអន់ចិត្តនឹងគាត់ប៉ុន្តែដែលហេតុផលខ្លះវាធ្វើឲ្យខ្ញុំរំភើបដូចជារឿងនោះអញ្ចឹងហើយយីយ៉នក៏បានសម្រេចចិត្តសួរទៅកាន់លោកលាវតើនិយាយបែបហ្នឹងចង់មានន័យមិនទៅលោកលាវលើបែបហ្នឹងក៏បានងាកមើលមកកាន់យីយ៉នណាហើយយីយ៉នគាត់ក៏មិនខ្លាចដែរគាត់នៅតែមើលទៅកាន់លោកលាវអញ្ចឹងលោកលាវគាត់យកបរិយយកមកសង្កត់នឹងថាហើយ
គាត់ក៏បាននិយាយទៅកាន់យាយយន្តឥឡូវហ្នឹងគឺខ្ញុំក៏មិនសូវច្បាស់ដែរប៉ុន្តែអ្វីដែលខ្ញុំព្យាយាមនិយាយគឺមិនទាន់បាននឹងនិយាយប្រមាណផងបុគ្គលិកក្នុងហាងហ្នឹងក៏បានយកស្រាមកឲ្យចាក់ស្រានៅលើតុហើយអស់ហ្នឹងលោកលាវគាត់ក៏បានបន្តប្រាប់ទៅកាន់យាយយន្តទៀតទៅគឺមនុស្សគ្រប់គ្នាសុទ្ធតែមានផ្នែកមួយដែលឯងនឹកស្មានមិនដល់ទេយាយយន្តលើបែបហ្នឹងក៏បានសួរទៅកាន់លោកលាវតើពិតមែនអត់ហើយតើប្រកាសថាលោកមិនមែនគ្រាន់តែប្រច័ណ្ឌទេមើលទៅកាន់ទឹកមុខអ្នកដែលត្រូវគេថាឲ្យចំមកហើយទៅយាយយន្តនៅពេលដែលគាត់សួរទៅកាន់លោកលាវហើយក៏បានគួយគិតម្នាក់ឯងណានោះហើយគឺជាអ្វីដែលខ្ញុំចង់សួរប៉ុន្តែហេតុអ្វីបានជាគាត់ត្រូវចំណានគឺវាគ្មានផ្លូវទេខ្ញុំក៏មិនជឿជាក់ទេថាខ្ញុំនឹងគាត់ឯងនឹងខ្លាចជាអីជាសង្សារនឹងគ្នាមែនប៉ុន្តែមួយថ្ងៃនេះខ្ញុំស្ទើរតែមិនស្គាល់ខ្លួនឯងទេយាយយន្តគ្នាមិនទាន់ដាក់ស្រាចូលមាត់ផងលោកលាវគាត់ក៏បានសួរទៅកាន់យាយយន្តណាមិនបានយាយយន្តមានប្រតិកម្មបែបនោះនៅថ្ងៃនោះអញ្ចឹងខ្ញុំចង់មានន័យថានៅពេលដែលឃើញគំនូរបស់ឯងមិនបានឯងមានប្រតិកម្មបែបនោះអញ្ចឹងហើយយាយយន្តក៏បាននិយាយទៅកាន់លោកលាវណាកន្លែងលោកបាននិយាយទៅថាលោកក៏មិនសួរអំពីវាទៀតទេហើយលោកលាវក៏បាននិយាយទៅយ៉ាងណាក៏ដោយខ្ញុំនៅតែបារម្ភពីជំរឿរបស់ឯងតែឯងមិនគិតថាយ៉ាងហើយណាខ្ញុំក៏សមនឹងទទួលបានការពន្យល់ខ្លះដែរយាយយន្តក៏បានប្រកែកទាំងក្រហមមុខណាគឺមិនមែនដោយសារគំនូនោះទេគ្រាន់តែភ្លាមហ្នឹងគឺខ្ញុំស្រាប់តែមានអារម្មណ៍ឈឺតែប៉ុណ្្នឹងទេលោកលាវក៏ថាគាត់យល់ហើយដូច្នេះនោះវាមិនមែនជាហេតុផលទេក្នុងករណីនោះវាមិនមែនអ្វីដែលរារាំងឯងក្នុងការគូគំនូម្ដងទៀតទេមែនមើលមកកាន់យាយយន្តវិញគាត់កាំងគាត់ដឹងថាត្រូវតបអ្វីទៅលោកលាវទេហើយលោកលាវក៏បន្តនិយាយទៀតណាអ្នកដឹកនាំហាងណានិយាយមកដូចជាគាត់គោរពការសម្រេចចិត្តរបស់ឯងចឹងតែបើនិយាយដោយស្មោះត្រង់ទៅខ្ញុំមិនមានអារម្មណ៍ដូចគ្នាទេខ្ញុំពិតជាចង់ឲ្យឯងគូគំនូម្ដងទៀតណាទៅហុងកុងជាមួយនឹងខ្ញុំមកណាឯងនឹងអាចឃើញស្នាដៃរបស់វិចិត្រករមកពីជុំវិញពិភពលោកក្នុងរចនាបថនិងប្រធានបទផ្សេងគ្នានៅក្នុងកម្រិតថាមពលនិងទីផ្សារសិល្បៈហើយវាប្រហែលជាអាចនឹងជំរុញទឹកចិត្តនិងផ្លាស់ប្ដូរគំនិតរបស់ឯងបានយាយយន្តក៏ពិតជាពេញចិត្តនឹងការផ្ដល់ជូននេះណាប៉ុន្តែយ៉ាងណាក៏ដោយហើយលោកលាវក៏បាននិយាយកាត់ទៅស៊ូគីគឹមមែនយាយយន្តគ្រាន់តែលើបែបហ្នឹងគាត់ក៏រៀងភ្ញាក់ផ្អើលដែរលោកលាវក៏បានដាក់កែវស្រាចុះហើយគាត់ក៏បន្តនិយាយទៀតណាចាំខ្ញុំណែនាំឯងឲ្យស្គាល់នាងអ្នកដែលវិនិច្ឆ័យលើរូបគំនូរបស់ឯងហើយខ្សែរឿងរបស់យើងហ្នឹងក៏បានបង្ហាញឲ្យឃើញយាយយន្តគាត់កំពុងតែដើរនៅតាមផ្លូវទៅផ្ទះរបស់គាត់ដើរបដាគិតបដាហ្នឹងក៏បានឃើញមានមនុស្សម្នាក់ដើរតាមពីក្រោយគាត់ដែរហើយនៅពេលដែលគាត់ដើរទៅដល់ខាងមុខទ្វារចូលផ្ទះហ្នឹងគាត់ក៏បានឈប់ត្រឹមហ្នឹងបន្ទាប់មកគាត់ក៏បានងើយមើលទៅកាន់មេឃហើយគាត់ក៏បានកើតក្នុងចិត្តដែរគូគំនូមែនទេតែខ្ញុំពិតជាមានឆន្ទៈក្នុងការកាន់ជក់ម្ដងទៀតមែនអត់តែខ្ញុំគូប្រាប់បងប្រុសនឹងណូណាយ៉ាងម៉េចទៅការឈរនៅមាត់ទ្វាររបស់ពួកគេហើយបារម្ភពីរឿងនេះគឺជារឿងដ៏ល្ងង់ខ្លៅបំផុតខ្ញុំក៏មិនទាន់សួរពួកគេអំពីផែនការអនាគតរបស់ពួកគេហើយនឹងរឿងជាច្រើនទៀតទេហើយយប់នេះដែរខ្ញុំនឹងនិយាយទាន់បានផងបរោះតែដើរតាមពីក្រោយយាយយន្តហ្នឹងគាត់ក៏បានចាប់ទាញដៃយាយយន្តឲ្យបែរមកនៅពេលដែលយាយយន្តគាត់បានបែរមកហ្នឹងគាត់ក៏ដឹងថាមានរឿងអីទៀតដែរហើយសាច់រឿងរបស់យើងហ្នឹងក៏បានចាប់ត្រឹមហ្នឹងទាំងអស់គ្នាទិតក្រោយហ្នឹងថ្ងៃច័ន្ទឆមីហើយណាអញ្ចឹងនៅតែមួយថ្ងៃទៀតទេហើយឆមីហើយបាទខ្ញុំចេញភាគតឲ្យទៀតណាជូនពរឲ្យអ្នកប្រឡងឆមីនៅថ្ងៃទី20ជាងហ្នឹងជាប់ទាំងអស់គ្នាណា